បាទទូរទស្សនិកជនជាទីគោរពរាប់អានយើងខ្ញុំសូមអនុញ្ញាតតរឿងរ៉ាវសំខាន់ថែមទៀតហើយសម្រាប់ព័ត៌មានលោកវងគឺលោកនឹងជម្រាបជូននៅរឿងរ៉ាវពាក់ព័ន្ធទៅនឹងប្រមុខរដ្ឋចិននឹងធ្វើដំណើរទស្សនកិច្ចមកកាន់ទឹកដីបរិយាកាសកម្ពុជានៅវេលាព្រឹកស្អែកនេះតាមជើងយន្តហោះពិសេសរបស់ Air China សូមអញ្ជើញលោកអត់តែម្ដងបាទអរគុណលោកតាប្រិមត្តទស្សនិកជនជាទីមេត្រីកម្ពុជាត្រៀមទទួលស្វាគមន៍ដំណើរមកដល់របស់ប្រធានាធិបតីចិនយ៉ាងមហាល្រឹកប្រធានរដ្ឋចិនអាដាមស៊ីនពីងនឹងមកដល់កម្ពុជានៅថ្ងៃទី13ខែតុលាខាងមុខនេះហើយពលគឺរយៈពេលតែមួយថ្ងៃប៉ុណ្ណោះដែលយន្តហោះរបស់ប្រទេសមហាអំណាចមួយនេះនឹងចុះចតលើទឹកដីកម្ពុជាចុះថ្ងៃ13ថ្ងៃនេះ12ស្អែកលោកតាបាទមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជាគេសង្កេតឃើញថារូបថតរបស់អាដាមប្រធានាធិបតីចិននិងព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រព្រះបាទព្រះបរមរាជនរោត្តមសីហមុនីរួមជាមួយនឹងទង់ជាតិនៃប្រទេសទាំងពីរក៏ត្រូវបានបង្ហូតឡើងនិងបានដាក់តាំងតាមមហាវិថីសំខាន់ដែលប្រធានាធិបតីចិននឹងធ្វើដំណើរឆ្លងកាត់នៅលើវិថីព្រះសុធិរោះក្បែរសួនច្បារវិមានឯករាជ្យចំពោះឆ្ពោះទៅកាន់ព្រះបរមរាជវាំងរូបថតនិងរូបព្រះឆាយាល័ក្ខណ៍ត្រូវបានដាក់តាំងដោយអមដោយផ្ទាំងរូបភាពប្រាសាទអង្គរវត្តនិងរូបភាពផ្នែកមួយផ្នែកនៃទីលានធានអាមីនដែលតំណាងឲ្យប្រទេសចិនការដាក់តាំងរូបភាពនិមិត្តសញ្ញាតំណាងជាតិនៃប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋគឺជារឿងដ៏កម្របំផុតបើគ្មានអ្វីប្រែប្រួលទេក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះកម្ពុជាចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងពិធីសារមិនតិចជាង28នោះទេពលគឺចាត់តាំងពីកិច្ចព្រមព្រៀងដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានទៅធ្វើទស្សនកិច្ចនៅចិនតាំងពីឆ្នាំ2004មកគួរបញ្ជាក់ថាកន្លងមកអាដាមគៀចន្ទរិទ្ធអ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជាធ្លាប់បានលើកឡើងថាសមត្ថកិច្ចបានរៀបចំវិធានការរឹតបន្តឹងសន្តិសុខជូនប្រធានាធិបតីចិនអាដាមស៊ីជីនពីងរួចរាល់ហើយអ្នកនាំពាក្យនឹងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិផងនោះបានប្រាប់ថាកម្លាំងចម្រុះពីជាង6ទៅ7,000នាក់ក្នុងនោះរួមមានកម្លាំងកងទ័ពកម្លាំងនគរបាលជាតិកងរាជអាវុធហត្ថនិងកម្លាំងកងអង្គរៈជាដើមដែលបានត្រៀមសហការរឹតបន្តឹងការពារសន្តិសុខនាពេលខាងមុខនេះគួររំលឹកថាអាដាមស៊ីជីនពីងធ្លាប់អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាដែរនៅចុងឆ្នាំ2009ក្នុងពេលលោកបំពេញការងារជាអនុប្រធានាធិបតីចិនគួរបញ្ជាក់ថាទំនាក់ទំនងល្អរវាងកម្ពុជាចិនត្រូវបានគេឃើញថាបានលេចជារូបរាងចាប់តាំងពីទសវត្សរ៍ឆ្នាំ1950ម្លេះពលគឺនៅក្នុងរាជការទី1នៃអតីតព្រះបរមរតនកោដ្ឋចាប់តាំងពីពេលនោះមកទោះបីជាមានការផ្លាស់ប្ដូររបបនយោបាយឬមេដឹកនាំយ៉ាងណាក្តីទំនាក់ទំនងនេះនៅតែបន្តពួនជ្រុំរហូតមកដល់ពេលបច្ចុប្បន្ននេះគ្រាដំបូងដែលនាំដល់ទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជានិងចិនគឺនៅពេលដែលអតីតព្រះមហាក្សត្រព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់ជួបជាមួយនឹងនាយករដ្ឋមន្ត្រីចិនអាដាមជួនឡាយនៅឯសន្និសីទទីក្រុងបាន់ដុងប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ1955ក្នុងជំនួបនោះហើយដែលឈានដល់ការបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ1958ដែលមានរយៈពេល58ឆ្នាំមកហើយជំនួបនៅទីក្រុងបាន់ដុងត្រូវបានគេចាត់ទុកថាជាចំណុចចាប់ផ្ដើមនៃទំនាក់ទំនងរវាងកម្ពុជានិងចិនតែអ្វីដែលកាន់តែពិសេសនោះគឺវាជាដំណាក់កាលជិតស្និទ្ធរវាងរាជវង្សខ្មែរនិងចិនដែររយៈ10ខែក្រោយជំនួបនៅបាន់ដុងសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋបានយាងទៅកាន់ប្រទេសចិនជាលើកដំបូងហើយមួយខែក្រោយដំណើរនេះនាយករដ្ឋមន្ត្រីចិនជួនឡាយក៏ធ្វើដំណើរទស្សនកិច្ចមកកម្ពុជាផងដែរបាទនេះជម្រាបជូនប្រិមិត្តអំពីការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការទទួលនៅដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិនដែលអាចនិយាយបានថាជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយដែរលើពិភពលោកហើយយើងរំពឹងថាដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋអាដាមស៊ីជីនពីងមកកាន់កម្ពុជានេះនឹងធ្វើឲ្យពិភពលោកទាំងមូលមើលឃើញពីកម្ពុជាដោយសារហេតុអីប្រទេសកម្ពុជាជាប្រទេសតូចក៏ប៉ុន្តែមានប្រទេសមហាអំណាចដ៏ធំអាចនិយាយនៅអាស៊ីឬក៏ឥឡូវចិនក៏បានឈរលើការគ្រប់គ្រងផ្នែកសេដ្ឋកិច្ចលើពិភពលោកដែរអញ្ចឹងធ្វើឲ្យពិភពលោកឃើញកម្ពុជាថាប្រទេសតូចក៏ប៉ុន្តែមានប្រទេសមហាអំណាចទៅទស្សនកិច្ចនេះគឺជាដំណឹងដ៏ល្អប្រសើរហើយយើងសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមស៊ីជីនពីងមកកម្ពុជានឹងនាំមកនៅសមិទ្ធនឹងនាំមកនៅផ្លែផ្កាមួយចំនួនដល់ប្រជាជនកម្ពុជាក៏ដូចជាប្រទេសកម្ពុជាផងដែរយើងអាចនិយាយថាប្រទេសកម្ពុជាជាប្រទេសមួយដែលមានភាព
វិចំណាស់ជាងគេហើយក៏ចាស់ទុំជាងគេដែរខាងផ្នែកនយោបាយជាពិសេសនោះគឺការទទួលបដិសណ្ឋារកិច្ចរាល់បណ្ដាថ្នាក់ដឹកនាំសំខាន់ជុំវិញពិភពលោកក៏យើងបានធ្លាប់ធ្វើហើយទទួលបានជោគជ័យកន្លងទៅមកហើយដែរអញ្ចឹងគឺជាការស្ដែងចេញឲ្យឃើញនៅគេហៅថាការអភិវឌ្ឍមួយជ្រុងទៀតពាក់ព័ន្ធទៅនឹងការធានានិរន្តរភាពសម្រាប់ការទទួលបាននូវសុវត្ថិភាពខ្ពស់នៅពេលដែលថ្នាក់ដឹកនាំបណ្ដាប្រទេសនីមួយៗលោកបានអញ្ជើញមកធ្វើទស្សនកិច្ចនៅក្នុងទឹកដីកម្ពុជាហើយបានបោះការវិនិយោគិនជាច្រើនហើយក៏មានការគៀងគោទៅរាល់អ្នកវិនិយោគិនផងគេនឹងឲ្យមកបណ្ដាក់ទុននៅក្នុងស្រុកទេរបស់យើងនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញនៃការរីកចម្រើនមួយផ្នែកទៅអរគុណទូរទស្សនិកជនជាទីគោរពរាប់អានសូមអនុញ្ញាតតទៅមួយរឿងទៀតពាក់ព័ន្ធទៅនឹងអាដាមហ៊ុនម៉ាណែតលោកបានចូលរួមពិធីសម្ដែងសម្មាជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសអូស្ត្រាលីបន្តនៅសម្រាប់ព្រឹកថ្ងៃម្សិលមិញដោយសារតែមានបងប្អូនអាជីវករខ្មែរជាច្រើនដែលរស់នៅក្នុងទីក្រុងស៊ីដនីលោកបានស្វាគមន៍ឲ្យការផ្ដោតសំខាន់ទៅលើវិស័យទេសចរបាទអានឹងមួយផ្នែកទៅដោយសារតែថ្លែងទៅកាន់បងប្អូនជាអាជីវករជាបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងទីក្រុងស៊ីដនីប្រមាណជា70នាក់អាដាមហ៊ុនម៉ាណែតលោកបានលើកឡើងថាបើទោះបីជានៅទីណាក៏ដោយក៏នៅតែជាខ្មែរតែមួយដែរហើយយើងនៅតែបន្តផ្ដោតសំខាន់ទៅលើការលើកស្ទួយពាក់ព័ន្ធទៅនឹងវិស័យកសិកម្មដែរបាទនេះគឺជាអាជីវករម្នាក់នៅក្នុងទីក្រុងស៊ីដនីលោកបានថ្លែងបញ្ជាក់អំពីសារសំខាន់ជាពិសេសនោះគឺនៅអ្វីដែលប្រទេសរបស់យើងបាននឹងកំពុងធ្វើហើយបន្តនៅការអភិវឌ្ឍបន្ថែមទៀតជាពិសេសនោះគឺវិស័យទេសចរដែលផ្ដោតសំខាន់ទៅលើតំបន់ឆ្នេរនិងតំបន់ខ្ពង់រាបតំបន់ឆ្នេរគេនឹកឃើញទៅកាន់ខេត្តបរសៃអនុកោះកុងកំពតនិងខេត្តកែបហើយដែលតំបន់ដែលសម្បូរទៅដោយប្រាង្គប្រាសាទប្រវត្តិសាស្ត្រច្រើននោះគឺផ្ដោតសំខាន់ទៅលើខេត្តសៀមរាបនិងបណ្ដាខេត្តមួយចំនួនទៀតនេះគឺជារួមចង់ឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិលោកបានយល់លោកបានដឹងបន្ថែមទៀតពាក់ព័ន្ធទៅនឹងព័ត៌មានអវិជ្ជមានមួយចំនួនពីកម្ពុជាបណ្ដាការពិតប្រមូលរដ្ឋាភិបាលកម្ពុជាដូចជាក្រសួងពាណិជ្ជកម្មលោកបានខិតខំនៅការបង្កើនយន្តការជាច្រើនដើម្បីសម្រួលឲ្យមានបរិយាកាសល្អប្រសើរនៅក្នុងការវិនិយោគនៅក្នុងប្រទេសរបស់យើងគេក៏សម្គាល់ឃើញថារយៈពេលប្រមាណជា5ឆ្នាំចុងក្រោយនេះការវិនិយោគខាងផ្នែកអូតែលឬក៏សន្តាគារខ្ពស់រួមមានអាគារអាផាតមិនផ្សេងគឺកំពុងតែមានការកើតឡើងគួរឲ្យកត់សម្គាល់ហើយនៅក្នុងនោះគឺអាដាមបានស្នើឲ្យពាណិជ្ជករខ្មែររបស់យើងដែលប្រចាំនៅក្នុងអូស្ត្រាលីលោកបានចាក់ចេញពីស្រុកកំណើតហើយបើសិនជាចង់វិនិយោគមករស់នៅក្នុងទឹកដីរបស់យើងសូមអញ្ជើញក្នុងការទទួលស្វាគមន៍ទាំងអស់គ្នាហើយបរិយាកាសនោះគឺមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមានកុំនិស្សិតមានបងប្អូនជាប្រជាពលរដ្ឋខ្មែររបស់យើងលោករស់នៅទីនោះហើយម្យ៉ាងវិញទៀតបរិយាកាសនេះគឺបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងក៏លោកទទួលស្វាគមន៍ដែរបាទអរគុណនេះគឺជាការចូលរួមមួយផ្នែកទៀតក្នុងការទៅសិក្សានៅក្នុងស្រុកទេសរបស់គេដើម្បីយកនៅអ្វីដែលប្រទេសរបស់គេកំពុងតែមានការអភិវឌ្ឍហើយយើងអាចទាញពីមួយផ្នែកមកជ្រុងពីគេទាក់ទាញវិនិយោគិនរបស់គេឲ្យមកបណ្ដាក់ទុននៅក្នុងស្រុកទេសរបស់យើងបានអរគុណសូមអញ្ជើញលោកបងតទៅរឿងថ្មីថែមទៀតបាទអរគុណលោកបុត្រាប្រិមត្តទស្សនិកជនជាទីមេត្រីគោចបបានចេញសេចក្តីណែនាំរំលឹកអំពីការបង្ហាញឯកសារអត្តសញ្ញាណដើម្បីបម្រើការបោះឆ្នោតគណៈកម្មការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគោចបនៅថ្ងៃទី11ខែតុលាឆ្នាំ2016បានចេញសេចក្តីណែនាំរំលឹកស្តីពីការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការចុះឈ្មោះបោះឆ្នោតនិងការចេញលិខិតបញ្ជាក់ទីលំនៅនៅក្នុងឃុំសង្កាត់សម្រាប់គោលដៅនៃការចុះឈ្មោះបោះឆ្នោតបន្ទាប់ពីអាជ្ញាធរឃុំសង្កាត់មួយចំនួនបានអនុវត្តការចេញឯកសារទាំងពីរមិនទាន់បានពេញលេញនិងត្រឹមត្រូវនៅឡើយក្នុងសេចក្តីណែនាំដែលចុះទៅលេខាដោយអាដាមសិទ្ធិមិនហុកប្រធានគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី11ខែតុលាឆ្នាំ2016បានអាងថាអាជ្ញាធរឃុំសង្កាត់ត្រូវយកចិត្តទុកដាក់ចេញឯកសារអត្តសញ្ញាណបម្រើការចុះឈ្មោះបោះឆ្នោតជូនបងប្អូនប្រជាពលរដ្ឋដែលមានឯកសារនិងសាក្សីត្រឹមត្រូវស្របតាមសេចក្តីណែនាំរួមចុះថ្ងៃទី11ខែកក្កដាឆ្នាំ2016រវាងក្រសួងមហាផ្ទៃនិងគោចបក្នុងសេចក្តីណែនាំនោះគឺអាជ្ញាធរឃុំសង្កាត់ត្រូវអនុវត្តចំណុចមួយចំនួនដូចជាទី1ត្រូវបំពេញនាមត្រកូលពេញលេញនិងច្បាស់លាស់តាមឯកសាររបស់អ្នកស្នើសុំមិនត្រូវបិទរូបថតរបស់អ្នកស្នើសុំនៅលើរាងនៃឯកសារបញ្ជាក់អត្តសញ្ញាណបម្រើការចុះឈ្មោះបោះឆ្នោតឡើយត្រូវបោះត្រាឃុំសង្កាត់នៅផ្នែកខាងក្រោមនៃរូបថតរបស់អ្នកស្នើសុំនៅលើគោលបញ្ជីនិងចុងសន្លឹកនៃទម្រង់និងបោះត្រាបន្ថែមនៅចំណុចពាក់កណ្ដាលរវាងគោលបញ្ជីនិងចុងសន្លឹកនៃទម្រង់
គោចបក៏បានណែនាំឲ្យអាជ្ញាធរឃុំសង្កាត់ទៅយកចិត្តទុកដាក់ចេញលិខិតបញ្ជាលំនៅឋានឃុំសង្កាត់ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវឲ្យស្របតាមប្រកាសចុះថ្ងៃទី15ខែធ្នូឆ្នាំ2015របស់ក្រសួងមហាផ្ទៃចុងបញ្ចប់នៃសេចក្តីណែនាំរំលឹកនោះប្រធានគោចបក៏បានបញ្ជាក់ថាក្រមប្រឹក្សាឃុំសង្កាត់ត្រូវរំលឹកអាជ្ញាធរឃុំសង្កាត់ឲ្យអនុវត្តខ្លឹមសារកលើប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរគូបញ្ជាក់ថាគិតត្រឹមថ្ងៃទី11ខែកញ្ញាឆ្នាំខែកញ្ញាដល់ថ្ងៃ10ខែតុលាឆ្នាំ2016មានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មីចំនួន5,151,868 នាក់ស្មើនឹង 53.31% នេះបើតាមលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតរបស់គូចបចុះថ្ងៃទី11ខែតុលាឆ្នាំ2016នេះបាទនេះគឺជាការណែនាំរបស់ប្រធានគូចបក្នុងការធ្វើយ៉ាងណាឲ្យអាជ្ញាធរឃុំសង្កាត់បញ្ជាក់នៅឯកសារទាក់ទងនឹងការបម្រើការចុះឈ្មោះបោះឆ្នោតដើម្បីធានាថាធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋក៏ងាយស្រួលក្នុងការចុះឈ្មោះឆ្នោតផងដែរលោកមន្ត្រីបាទអរគុណទូរទស្សនិកជនជាទីគោរពរាប់អានកតាបកិច្ចលោកវងខ្ញុំបងប្អូនប្រជាពលរដ្ឋរបស់យើងដទៃទៀតក៏មានកតាបកិច្ចក្នុងការចុះឈ្មោះបោះឆ្នោតធ្វើជាពលរដ្ឋគំរូដែរដូច្នេះសូមរួមរំទាំងអស់គ្នាដើម្បីចុះឈ្មោះបោះឆ្នោតនៅថ្ងៃសល់ខែ11នេះបានមួយខែនឹងទៀតគឺចាប់ផ្ដើមបញ្ចប់ក្នុងការទទួលចុះឈ្មោះបោះឆ្នោតហើយអរគុណទូរទស្សនិកជនជាទីគោរពរាប់អានតទៅកាន់ខេត្តរតនគិរីនោះវិញខេត្តរតនគិរីត្រូវបានប្រជាពលរដ្ឋលោកបានលើកឡើងតគ្នាហើយក៏បានក្រុមការងាររបស់យើងចុះទៅយករូបភាពផ្ទាល់តែម្ដងពាក់ព័ន្ធទៅនឹងការបំផុសស្មារតីឲ្យប្រជាពលរដ្ឋលោកទៅជីកត្បូងលក់ធ្វើអាជីវកម្មដោយមិនស្របច្បាប់បាទលោកអ្នកប្រកាសជាឃើញហើយព្រោះរូបភាពនេះវាស្តៀងទៅនឹងខេត្តបាត់ដំបងកន្លងទៅគឺរ៉ែជីកយករ៉ែមាសនៅក្នុងខេត្តបាត់ដំបងក្នុងតំបន់ភ្នំព្រឹកក៏មានបៃលិនក៏មានឥឡូវចូលមកដល់ខេត្តរតនគិរីជ្រៅទៀតបំផុតក៏20ម៉ែត្រទៅ30ម៉ែត្រដែរលំហ្នឹងណាបាទអញ្ចឹងជាបញ្ហាប្រឈមសម្រាប់ពួកគាត់នៅតំបន់ដីក្រហមផងជួនកាលវាបាក់ទៅមើលឃើញណាព្រោះបើសិនជាដីថ្មអញ្ចឹងវាអាចមានឱកាសយើងរត់រួចតែបើសិនជាថ្មហ្នឹងបើសិនជាបាក់ខុបទៅគឺទៅបដ ாய் បើតាមការលើកឡើងពីបងប្អូនប្រជាពលរដ្ឋថានៅដើមខែតុលាឆ្នាំ2016នេះមានកងខ្សែទិញត្បូងម្នាក់ឈ្មោះទូចរស់នៅក្នុងស្រុកបកែវខេត្តរតនគិរីបានទៅបំផុសឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកនានាឲ្យទៅជីកដងរ៉ែយកត្បូងនៅក្នុងភូមិចងរាឃុំប៉ាតាងស្រុកលំផាត់ខេត្តរតនគិរីដើម្បីធ្វើអាជីវកម្មដោយផ្ទាល់បាទដីដែលប្រជាពលរដ្ឋកំពុងតែជីកយករ៉ែត្បូងនេះគឺជាដីចំការដំឡូងមីដែលឈ្មោះទូចនេះបានជួលពីប្រជាពលរដ្ឋម្នាក់ដែលមានទីតាំងដូចខាងលើហើយដីនេះមានទំហំប្រហែល1ហិកតាបាទគេបានប្រើប្រាស់កម្មកររបស់ខ្លួនជិតប្រមាណជា200នាក់ដើម្បីឲ្យសម្រុកជីកយករ៉ែត្បូងនៅតំបន់នេះបើគិតចាប់ពីថ្ងៃជីកមកដល់នៅពេលនេះគឺមានរយៈពេលមួយសប្តាហ៍មកហើយមួយសប្តាហ៍មកហើយលោកវងអញ្ចឹងគឺមានសង្ស័យថាគប់គិតគ្នាជាមួយនឹងមន្ទីរជំនាញអាជ្ញាធរមូលដ្ឋានហើយបើតាមការលើកឡើងពីបរិះកងខ្សែដែលកំពុងអង្គុយចាំទិញត្បូងនិងជាអ្នកមានភាគហ៊ុនជួលដីបើករបរជីកត្បូងនៅទីនោះបានបញ្ជាក់ថាការជីកដាក់កម្លាំងកម្មករជាច្រើនអ្នកនៅការជីកដងរ៉ែយកត្បូងនេះគឺមានការអនុញ្ញាតពីមូលដ្ឋានរហូតដល់មន្ត្រីជំនាញអាជ្ញាធរខេត្តផងដែរអាហ្នឹងគឺខាងឈ្មោះលោកបានលើកឡើងអញ្ចឹងណាប៉ុន្តែខាងជំនាញលោកបដិសេធលោកបដិសេធចឹងមិនពិបាកអញ្ចឹងទៅខ្វែងគំនិតគ្នាកាលពីដើមខែតុលានេះគឺបានរត់ច្បាប់ជាមួយនឹងមន្ទីរជំនាញដើម្បីសុំរុករករ៉ែត្បូងនៅតំបន់នេះដោយថែមទាំងបានបង់លុយចំនួន$2,000និងលុយខ្មែរមួយចំនួនទៀតទៅឲ្យមន្ទីររ៉ែនិងធម្មពលខេត្តរួចហើយក៏ប៉ុន្តែរហូតមកដល់ពេលនេះច្បាប់នោះនៅមិនទាន់បានគេអនុញ្ញាតឲ្យយើងជីកមុនបណ្ដាសិនគេមិនទាន់ឲ្យជីកមកយើងជីកមុនបណ្ដាសិនវាមិនខុសគោលដៅគេបាទដែរអញ្ចឹងជុំវិញការធ្វើអាជីវកម្មខាងលើនេះលោកនូថេអភិបាលស្រុកលំផាត់លោកបានបញ្ជាក់ថាពាក់ព័ន្ធទៅនឹងថៅកែដែលមានឈ្មោះដូចខាងលើថាបានប្រើប្រាស់កម្មករជីកយកត្បូងរ៉ែទៅលក់ធ្វើអាជីវកម្មនៅក្នុងភូមិស្រុកលំផាត់នោះគឺលោកមិនទាន់បានទទួលដំណឹងព័ត៌មានថាមានរាយការណ៍ជូនមកទេព្រោះគេមានរាយការណ៍ជូនមកបានដឹងលោកអាបាស្រុកលោកថាដឹងបាទហើយអញ្ចឹងលោកហ៊ុនប៊ុនឋានដែលជាប្រធានមន្ត្រីរ៉ែនិងធម្មពលខេត្តរតនគិរីលោកបានដាក់កម្លាំងកម្មករចូលទៅធ្វើសកម្មភាពជីកយកត្បូងក្នុងភូមិសាស្ត្រដូចខាងលើនោះគឺលោកមិនទាន់ឃើញគេដាក់ជាលិខិតស្នើសុំដើម្បីធ្វើសិប្បកម្មនោះទេបានន័យថាស្រីប្រកែកប្រកាន់ហើយអញ្ចឹងទៀតហ្នឹង
បានន័យថាខាងឈ្មួញជាតកែកុងស៊ីនឹងលោកបានតកែមិញតកែត្បូងមិញលោកបានលើកឡើងថាបានដាក់មកខាងមន្ទីរពាណិជ្ជកម្មហើយមន្ទីរជំនាញថាមន្ទីររ៉ែនៅខាងពលថាហើយក៏ខាងមន្ទីររ៉ែថាអត់ដឹងពិបាកដែរអញ្ចឹងនៅលើគាត់លើកឡើងពីរឿងអ្វីដែលបងប្អូនប្រជាពលរដ្ឋលោកបានចោតប្រកាន់អញ្ចឹងហើយដល់ឡែកអាដាមបារោងខេត្តរតនគិរីលោកបានទទួលបន្ទុកលើវិស័យព័ត៌មាននោះបានបញ្ជាក់ថាការជីករ៉ែត្បូងនៅក្នុងភូមិចងរ៉ាក្នុងស្រុកលុបផាត់នោះគឺពុំបានដឹងទេចាំសួរទៅខាងជំនាញសិនបាទជំនាញក៏ថាអត់ដឹងហើយខាងនោះថាអត់ដឹងនៅខណៈនេះដឹងអញ្ចឹងបាទសរុបជ្រុលមកគឺអាជ្ញាធរមូលដ្ឋានមិនទាន់បានដឹងទេថាកុំឈ្មួញកំពុងជីកបណ្ដារហូតមកដល់ពេលហ្នឹងគេនិយាយថាការជីកនេះគឺអត់មានច្បាប់មានទ្រព្យទេជ្រុលមកបាទអរគុណសូមជម្រាបជូនប៉ុណ្ណឹងទុកអាជ្ញាធរមូលដ្ឋានលោកអ្នកចាត់ចែងជាមួយនឹងខាងក្រមឈ្មោះអ្នកជីកត្បូងហ្នឹងអរគុណទ្រូទស្សនិកជនជាទីគោរពរាប់អានម៉ោងពេលវេលាបានមកដល់ទីបញ្ចប់ហើយនៅវគ្គទី2វគ្គក្រោយនឹងជម្រាបជូនហើយភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍តាមបណ្ដាខេត្តមួយចំនួនបន្តទៀតសូមសម្រាប់បន្តិចសិនបាទ